ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះនៅភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចការកើនឡើងនៃអតិផរណានិងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុមនុស្សភាគច្រើនកំពុងស្ថិតនៅក្នុងភាពភ័យខ្លាចទោះយ៉ាងណាក៏ដោយអ្នកជំនាញហិរញ្ញវត្ថុជើងចាស់ម្នាក់បានលើកឡើងថាវិបត្តិគឺជាម៉ាស៊ីនបោសសម្អាតអ្នកក្រឲ្យបង្កើតមហាសេដ្ឋីថ្មីប្រសិនបើអ្នកចង់ឆ្លៀតឱកាសក្នុងអំឡុងពេលវិបត្តិដ៏ធំនេះដើម្បីក្លាយជាអ្នកមានអ្នកជំនាញបានណែនាំឲ្យអ្នកផ្ដោតលើរឿងពីរយ៉ាងនេះ1ការប្រមូលទិញទ្រព្យសកម្មក្នុងតម្លៃថោកនៅក្នុងចរិតសាស្ត្រវិនិយោគនៅពេលមានវិបត្តិមនុស្សភាគច្រើននឹងភ័យស្លន់ស្លោហើយសម្រុកលក់ទ្រព្យសម្បត្តិដូចជាដីធ្លីភាគហ៊ុនអាជីវកម្មចេញក្នុងតម្លៃថោកបំផុតនេះគឺជាពេលវេលាដែលអ្នកមានពិតប្រាកដចាប់ផ្ដើមដើរទិញយុទ្ធសាស្ត្រចូលរក្សាទុកសាច់ប្រាក់ឲ្យបានច្រើនដើម្បីរងចាំទិញទ្រព្យសម្បត្តិណាដែលមានតម្លៃថោកដោយសារស្ថានភាពសេដ្ឋកិច្ចមហាសេដ្ឋី Warren Buffett រាប់ពោលថាចូលភ័យខ្លាចនៅពេលអ្នកដទៃលោភលន់ហើយចូលលោភលន់នៅពេលអ្នកដទៃភ័យខ្លាច2វិនិយោគលើម៉ាស៊ីនផលិតលុយវិបត្តិសេដ្ឋកិច្ចអាចបំផ្លាញតម្លៃលុយក្រដាសប៉ុន្តែវាមិនអាចបំផ្លាញចំណេះដឹងនិងជំនាញនៅក្នុងខួរក្បាលអ្នកបានឡើយអ្នកជំនាញសង្កត់ធ្ងន់ថាការមានជំនាញដែលទីផ្សារត្រូវការបំផុតគឺជាការធានារ៉ាប់រងដ៏ល្អបំផុតចំណាយពេលរៀនការគ្រប់គ្រងហិរញ្ញវត្ថុជំនាញលក់ឬបច្ចេកវិទ្យាថ្មីនៅពេលសេដ្ឋកិច្ចងើបឡើងវិញអ្នកដែលមានជំនាញខ្ពស់នឹងក្លាយជាអ្នកដែលទទួលបានផលចំណេញមុនគេបង្អស់ការបង្កើនសមត្ថភាពរកលុយរបស់អ្នកគឺជាវិធីសាស្ត្រដែលការពារអ្នកពីអតិផរណាបានល្អជាងការសន្សំលុយតែមួយមុខវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងគួរឲ្យខ្លាចសម្រាប់អ្នកដែលមានការត្រៀមខ្លួនទុកនោះទេប្រសិនបើអ្នកអាចគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរក្សាសាច់ប្រាក់ដើម្បីចាំទិញទ្រព្យក្នុងតម្លៃថោកនិងអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ចនោះអ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានថ្មីក្រោយពេលវិបត្តិបញ្ចប់កុំឲ្យវិបត្តិដ៏ល្អមួយកន្លងផុតទៅដោយមិនបានទាញយកផលចំណេញពីវា